បាទនៅក្នុងវីដេអូនេះគឺយើងនឹងបន្តពីវីដេអូមុនគឺយើងនិយាយអំពីអឺ le passé composé oxygène être et avoir avec le COD complément d'objet direct តែនៅក្នុងវីដេអូនេះគឺយើងនឹងផ្ដោតទៅលើ le passé composé យើងនឹងនិយាយអំពី oxygène ដូចគ្នាដែរប៉ុន្តែកម្មបត្តិមិនផ្ទាល់ complément d'objet indirect អូខេសូមមើលចំណុចទី1គឺយើងមាន complément direct ឧទាហរណ៍ថា verb plus complément direct ឧទាហរណ៍ថា je lis le journal ខ្ញុំអានអូខេកាសែតអានសារព័ត៌មានអញ្ចឹងមក elle a vu le directeur មានថាគាត់បានជួបនាយកអញ្ចឹងពាក្យ le journal le directeur ពាក្យទាំងពីរនោះសុទ្ធតែជា complément direct បាទជាកម្មបត្តិផ្ទាល់ពីព្រោះវាអត់មានត្រូវការធ្នាក់អីមួយមកជំនួយទេបាទ je lis le journal elle a vu le directeur អញ្ចឹងនៅក្នុងន័យនេះ il n'y a pas de préposition devant un complément direct អត់មានធ្នាក់មួយនៅពីមុខ complément direct ទេបាទអត់មានធ្នាក់នៅពីមុខកម្មបត្តិផ្ទាល់ទេបាទអញ្ចឹងគឺវាប្រើជាមួយ oxygen avoir ហើយវាអត់មានសាកកអីទាំងអស់ណា elle a vu អត់មានទៅ time time អីទេ vu ហ្នឹងបាទទី1ចំណុចទី2បើសិនវាប្រើជាមួយ complément អូខេ indirect ឧទាហរណ៍ថា verb plus préposition complément indirect ឧទាហរណ៍ថា je vais à Rouen អញ្ចឹង je vais à Rouen aller ហើយមានធ្នាក់ a មួយទៀតហើយបន្តមកបានទីកន្លែងទីក្រុងឬក៏តំបន់អីមួយចឹងមកដូច្នេះកន្លែងនេះគេហៅថាជាអូខេ complément indirect ជាកម្មបត្តិមិនផ្ទាល់ឧទាហរណ៍មួយទៀត elle habite avec sa sœur គាត់ឬក៏អូខេនាងរស់នៅជាមួយនឹងបងស្រីរបស់នាងឬក៏ប្អូនស្រីរបស់នាងចឹង avec គឺជាធ្នាក់មួយនៅក្នុងន័យនេះil y a une préposition devant un complément direct indirect pardon អញ្ចឹងមានធ្នាក់មួយនៅពីមុខកម្មបត្តិមិនផ្ទាល់អញ្ចឹងពពួកធ្នាក់ដែលយើងអាចកំណត់សម្គាល់ថាវាជាកម្មបត្តិមិនផ្ទាល់មានដូចជាធ្នាក់ a ធ្នាក់ de chez avec អូខេ pour dans sur អញ្ចឹងមកបាទសូមឧទាហរណ៍ direct et indirect អូខេយើងពិភាក្សាគ្នា clear ទី1យើងមាន il a donné un bouquet à sa femme il a donné un bouquet à sa femme ចឹង il a donné un bouquet ជា complément អូខេ direct donner quelque chose à quelqu'un អញ្ចឹងគាត់ឲ្យអ្វីមួយទៅនរណាម្នាក់ il a donné un bouquet à sa femme គាត់ឲ្យអូខេ bouquet អាចជាបាច់ bouquet អាចជាបាច់អីមួយចឹងណាអាចតែបាច់ផ្កាចឹងណា un bouquet de fleurs à sa femme ទៅប្រពន្ធរបស់គាត់អញ្ចឹងទៅប្រពន្ធរបស់គាត់មានធ្នាក់ a មួយ sa femme ជា complément indirect តែពេល un bouquet ជា complément direct វាខុសគ្នាអញ្ចឹងឧទាហរណ៍ទី2 elle donne un café au client នាងឬក៏គាត់ឲ្យកាហ្វេមួយទៅកាន់ទៅ client ទៅភ្ញៀវអញ្ចឹង un café ជា complément direct client គឺ complément indirect ដែលមានធ្នាក់ a មួយពីមុខហើយនេះបានជានៅខាងលើយើងឃើញ o យើងឃើញតែ a o នេះវាបានមកពី a បូកជាមួយនៅលើ client a លើទៅជា o បាទឧទាហរណ៍ទី3 je regarde un film avec mon frère je regarde un film c'est complément direct mon frère c'est complément indirect parce que on utilise la préposition avec OK នៅក្នុងវីដេអូបន្ទាប់យើងនឹងពិភាក្សាគ្នាឲ្យកាន់តែច្រើនតទៅនឹងវិជ្ជាភាសាបារាំងបាទ